Hello ជាកសួរបងប្អូន Welcome back to my channel បាទអញ្ចឹងថ្ងៃនេះគឺយើងមករៀនវគ្គ2បាទអញ្ចឹងតែមើលវគ្គមុនគឺខ្ញុំបានបញ្យល់បងប្អូនអំពីរបៀបលេងគ្រាប់ពណ៌សនិងស្គាល់អំពីគ្រាប់ពណ៌សអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនអំពីគ្រាប់ពណ៌ខ្មៅវិញម្ដងចឹងគ្រាប់ពណ៌ខ្មៅគេហៅគ្រាប់អីតាំងដោយអក្សរអីហើយមុននឹងចូលដល់វីដេអូបងប្អូនកុំភ្លេចជួយចុច Subscribe Like Share ក៏ដូចជាបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗឬក៏មិនខកខានវីដេអូថ្មីៗពី Channel ខ្ញុំបន្តទៀតហើយនឹងមានបន្តិចចំណោទអាច comment សួរបងប្អូនបានបងប្អូននឹងរីករាយនឹងឆ្លើយហើយសូមជម្រាបជូនដល់បងដូចជាលោកគ្រូអ្នកគ្រូឬមួយក៏រៀនច្បងបាទវីដេអូនេះគឺរៀបចំដោយខ្ញុំបាទមែនតែខ្ញុំមិនមែនជាអ្នកចេះហើយក៏មិនមែនជាគ្រូសម្រាប់teach usage ឬមួយក៏ learn usage ឲ្យបានត្រឹមត្រូវឬមួយក៏នេះដែរជាអ្នកគេហៅថាថ្នាក់នឹងការលេងភ្លេងហ្នឹងហើយខ្ញុំមិនមែនជាគ្រូមិនមែនជាអីទេហើយក៏មិនមែនទទួល sponsor ឬមួយក៏ប្រាក់ខែពីនរណាដែរគឺខ្ញុំបង្ហាញតាមអ្វីដែលខ្ញុំអាចធ្វើទៅបានហើយដោយសារតែមានបងសួរខ្ញុំច្រើនតាម Telegram តាមគ្រប់ថាលេងអអាម៉េចលេងភ្លេងអាម៉េចអីអញ្ចឹងខ្ញុំពេលខ្លះបងប្អូនខ្ជិលឆ្លើយពេលខ្លះមានសំណួរខ្លះសួរទាំងទៅទឹងអញ្ចឹងនិយាយមែនបងប្អូននិយាយមែនហ្នឹងហើយអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាធ្វើវីដេអូនេះឡើងបងប្អូនពេញចិត្តឬមួយក៏ខ្ញុំនិយាយសម្ដីទៅលើសលុះខុសឆ្គងកន្លែងណាមួយបាទសូមខន្តីអភ័យទោសដល់ខ្ញុំបាទសារៈផងអញ្ចឹងមកថាពេលយូរទៅមើលវីដេអូជាមួយនឹងខ្ញុំបងប្អូនអំពី scale ខ្មៅតោះអូខេបងប្អូនអញ្ចឹងថ្ងៃមុនយើងរៀនពី Do Re Mi Fa Sol La Si Do ខ្ញុំអត់សូវចេះរត់ដៃខ្ញុំរត់មិនក៏ឲ្យវាទៅអញ្ចឹងណាអញ្ចឹងថ្ងៃនេះគឺយើងសិក្សាមេរៀនទី2ពីអាខ្មៅម្ដងអញ្ចឹងយើងស្គាល់ពីនឹងសិនទៅបាទអញ្ចឹងអាខ្មៅអានេះគេហៅដូដែរតែអាខ្មៅនេះក៏ដូដែរប៉ុន្តែវាជាដូយ៉េសយើងមកអា5គ្រាប់ហ្នឹងគឺមានឈ្មោះ2ហើយទីទៀតខ្ញុំប្រាប់ហេតុអីខ្ញុំអត់សូវចេះលេខអប្រហែលទេប៉ុន្តែបើបងប្អូនជឿជាក់លើខ្ញុំអាចសិក្សាជាមួយនឹងខ្ញុំបានបើបងប្អូនមិនជឿជាក់លើខ្ញុំថាខ្ញុំបង្ហាញទៅអត់ច្បាស់លាស់ឬក៏យ៉ាងណានោះគឺបងប្អូនអាចអមឡងវីដេអូខ្ញុំបានប៉ុន្តែបើសម្រាប់បងប្អូនដែលពេញចិត្តបាទកុំភ្លេចចុច Like Share Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីសារៈក៏ដូចជាគាំទ្រសារៈបាទអូខេអញ្ចឹងសម្រាប់នេះគឺជាដូយ៉េសឈ្មោះវាមួយទៀតគឺ Re Mi Mol ហ្នឹងហើយ Re Mi Mol នេះដូយ៉េស Re Mi Mol ហើយយើងធ្វើសំឡេងតាមនេះមកដូតាំងដោយអក្សរ C ទ្រង់ជ្រូកនិង D ទ្រង់ជ្រូកហ្នឹងទៅទី2នេះ Mi bemol Re យ៉េសឈ្មោះវាអក្សរតាំងដោយ EM E ទ្រង់ជ្រូកហើយមួយទៀតគឺ D ទ្រង់ជ្រូកហ្នឹងហើយណាអានេះ Fa យ៉េសតាំងដោយអក្សរ F ទ្រង់ជ្រូកហើយឈ្មោះវាមួយទៀតគឺ Sol bemol ឬមួយក៏ Sol bemol តាមគេអានតាំងដោយអក្សរ G ទ្រង់ជ្រូកទី4នេះ La bemol តាំងដោយអក្សរ A ទ្រង់ជ្រូកនិង Sol យ៉េសតាំងដោយអក្សរ G ទ្រង់ជ្រូក C bemol ឬមួយក៏ La យ៉េសហ្នឹងហើយអញ្ចឹងតាំងដោយអក្សរ G B ទ្រង់ជ្រូកនិង A ទ្រង់ជ្រូកអញ្ចឹងណាហើយវាមានករណីរបស់វាឥឡូវខ្ញុំចាប់ឲ្យបងប្អូនមើលសិនឥឡូវខ្ញុំសាកមើលសិនHello អត់ដូចបងប្អូនថាឥឡូវខ្ញុំសាកចាប់La យ៉េស C bemol La យ៉េសអត់ចាញ់ឥឡូវខ្ញុំចាប់នេះខ្ញុំចាប់ដូយ៉េសនេះបងប្អូនមើលទៅ វាចេញ
ចេញឌីទ្រង់ជ្រូកហ៎ចេញឌីទ្រង់ជ្រូកអញ្ចឹងមានន័យថាហ្នឹងមិនដូរ yes ទេគឺ re bemol yes re bemol yes ចូលវិញអានេះឈ្មោះ re bemol ទីមួយគេហៅដូរ yes ក៏បាន re bemol yes ក៏បានប៉ុន្តែយើងសាកចុចគ្រាប់ដូរមួយសិនហើយយើងចុចដូរ yes សាទៀតដូរ yes មានដូរ yes សាទៀតចាំមើលវាចេញអីនេះវាចេញ C ម្ដងវាចេញ C ទ្រង់ជ្រូកឥឡូវខ្ញុំចុចគ្រាប់ re ម្ដងចុចគ្រាប់ re មួយនេះប៉ក់ហើយចុចដូរ yes ដដែលទាំងទៀតនេះគេវាចេញ re bemol ម្ដងអញ្ចឹងវាមានឈ្មោះ2អញ្ចឹងតែឈ្មោះដែលគេភាគច្រើនគេហៅគឺដូរ yes mi bemol fa yes la bemol ឬមួយក៏ sol yes ហើយនឹង si bemol គេអត់ដែលហៅ re bemol re yes sol bemol la bemol la yes តាមពិតទៅឈ្មោះដែលគេសាហៅនេះអានេះគេសាហៅ la bemol និង sol yes តែអានេះភាគច្រើនគេហៅ la yes ទេគេហៅ si yes si ទ្រង់ជ្រូកហ្នឹង si yes ឬមកក៏ si bemol ហ្នឹងហើយ la yes la bemol អីគេញ៉ៃណាក់ក្រហ្នឹងនេះអញ្ចឹងយើងរៀនសាថ្មីដូ yes re bemol mi bemol re yes fa yes sol bemol la bemol sol yes si bemol la yes អញ្ចឹងយើងរៀនរួមមកតានតាំងណាអញ្ចឹងហេតុអីបានវាមានឈ្មោះ2អញ្ចឹងតិចបងប្អូនយល់ហើយកន្លែងហ្នឹងអញ្ចឹងម្ដងទៀតតែឥឡូវយើងរៀនគាត់តា sol bemol បានហើយអញ្ចឹងដូរ yes តាំងដល់អក្សរ C ទ្រង់ជ្រូក mi bemol តាំងដល់អក្សរ E ទ្រង់ជ្រូក fa yes F ទ្រង់ជ្រូក sol yes G ទ្រង់ជ្រូកឬមួយក៏ A ទ្រង់ជ្រូក la bemol ហ្នឹង C bemol B ទ្រង់ជ្រូកអញ្ចឹងថ្ងៃនេះគឺមេរៀនបងគឺមានតែប៉ុណ្្នឹងទេបងប្អូនឆ្ងល់កន្លែងណាអាច comment សួរបងប្អូនបានអូខេបាយបាយ